Brieftour នៃខ្ញុំសេរីសីនៃការប្រតិបត្តិនៃអង្គការសិលកាជំរាបសួរខ្ញុំឈ្មោះស្រីណាក់ជាអ្នកសម្របសម្រួលផ្នែក Gender និងការតស៊ូមតិរបស់អង្គការប្រទេសស្រីឆ្នាំនេះជាខួបលើកទី115នៃទិវានារីអន្តរជាតិ8មីនាពួកយើងទាំងអស់គ្នាមានអង្គការសិលកាអង្គការ NGO Forum អង្គការមន្ទីរស្រីក៏ដូចជាអង្គការ CCYMCR បានសហការគ្នាក្នុងការរៀបចំវេទិកាក្នុងការកិច្ចពិភាក្សាអត់ពាក់ព័ន្ធជាមួយនឹងទិវានេះហើយពួកយើងបានក្រុងនឹងរៀបចំទិវានេះនៅថ្ងៃទី10មីនានេះផងដែរការរៀបចំវេទិកានេះគឺដើម្បីធានាថាឲ្យមានការជជែកពិភាក្សាកាន់តែស៊ីជម្រៅនិងការចូលរួមរបស់ភាគីពាក់ព័ន្ធនៅគ្រប់ផ្នែកជាពិសេសយុវជនក្នុងការធ្វើយ៉ាងណាចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅរកសម្ភារចិនដឺដែលនេះគឺជាកិច្ចការងារយ៉ាងចាំបាច់និងជាកិច្ចការងារស្នូលនៅក្នុងកិច្ចការងារអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងកិច្ចពិភាក្សាសម្រាប់ការប្រារព្ធធ្វើទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះខ្ញុំនឹងលើកឡើងអំពីទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុនិងសិទ្ធិនារីនៅក្នុងក្រុមហ៊ុននិងចំការម្រេចសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមជាមួយពួកយើងទាំងអស់គ្នានៅថ្ងៃទី10នេះសូមចុះឈ្មោះនៅ link ខាងក្រោមនេះដើម្បីចូលរួមចំណែកនៅក្នុងកិច្ចពិភាក្សានេះហើយការចូលរួមនិងមតិយោបល់របស់អ្នកទាំងអស់គ្នានៅក្នុងកិច្ចពិភាក្សាពិតជាមានតម្លៃហើយពិតជាបានធ្វើឲ្យកិច្ចការងាររបស់ពួកយើងនេះកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការដំណើរឆ្ពោះទៅរកការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីចូលរួមទាំងអស់គ្នាដើម្បីអបអរសាទរទិវានារីអន្តរជាតិលើកទី115ទាំងអស់គ្នាអរគុណ